អាចជម្រាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូថ្ងៃនេះគឺនិយាយអំពីជីវិតប្តីប្រពន្ធឆ្នាំជូតនិងឆ្នាំមមីជីវិតប្តីប្រពន្ធគឺផ្ដោតទៅលើការរស់នៅជាមួយគ្នាបានសេចក្តីសុខហើយចាប់ដៃគ្នារកស៊ីមានឬក៏ក្រចុះឆ្នាំជូតនិងឆ្នាំមមីបានគ្នាជាប្តីប្រពន្ធវិញគឺល្អអ្នកទាំងពីររស់នៅជាមួយគ្នាដំបងរៀងរញ៉ាំរញ៉ៅបន្តិចក្រោយមកទៅល្អនឹងគ្នាអ្នកទាំងពីរធ្វើអ្វីៗច្រើនអាងរៀងខ្លួននិងមិនចាំបាច់សួរយោបល់គ្នាច្រើនទេចំពោះឆ្នាំជូតនិងឆ្នាំមមីគួរយកកូនស្រីឬកូនប្រុសល្អគឺអាស្រ័យទៅលើឆ្នាំទាំងពីរនោះថាតើវាមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលឧទាហរណ៍ឆ្នាំទាំងពីរនោះមានធាតុញីស្រាប់តែអ្នកទាំងពីរបានកូនប្រុសមានន័យថាអ្នកទាំងពីររស់នៅជាមួយគ្នាមិនសូវចុះសម្រុងទេតែបើបានកូនស្រីវិញអ្នកទាំងពីររស់នៅជាមួយគ្នាចុះសម្រុងគ្នាល្អណាស់ឧទាហរណ៍មួយទៀតបើឆ្នាំទាំងពីរមានធាតុញីឈ្មោលមានន័យថាឆ្នាំទាំងពីរអាចយកកូនស្រីក៏បានយកកូនប្រុសក៏បានគឺសុទ្ធតែល្អទាំងអស់ចំពោះការចាប់ដៃគ្នារកស៊ីមានឬក៏ក្រគេមើលទៅលើផលបុណ្យពីកំណើត5យ៉ាងរបស់មនុស្សម្នាក់ទី1សុខភាពទី2សំពេចបុណ្យនិងចំណេះដឹងទី3ការទំនាក់ទំនងទី4សេចក្តីព្យាយាមនិងទី5លុយកាក់ឧទាហរណ៍អ្នកឆ្នាំជូតកើតថ្ងៃប្រហោះខែមករានិងឆ្នាំមមីកើតថ្ងៃច័ន្ទខែឧសភាតាមជើងលេខថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរនេះគេឃើញថាទី1សុខភាពឆ្នាំជូតពីក្មេងមានសុខភាពមិនសូវល្អតែដល់ចាស់មានសុខភាពល្អឆ្នាំមមីពីក្មេងមានសុខភាពមិនសូវល្អតែដល់ចាស់មានសុខភាពល្អទី2សំពេចបុណ្យឆ្នាំទាំងពីរនេះបើរៀនបានច្រើនបើធ្វើការនឹងបានធ្វើការធំបើរកស៊ីនឹងមានមុខរបរធំដុំនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនទាន់មានទី3ការទំនាក់ទំនងឆ្នាំទាំងពីរនេះរស់នៅជាមួយគ្នាពូកែយកចិត្តដូចគ្នាដូចនេះឆ្នាំទាំងពីរនេះរស់នៅជាមួយគ្នាចេះយល់ចិត្តនិងដឹងសុខទុក្ខគ្នាបានល្អណាស់ទី4សេចក្តីព្យាយាមឆ្នាំជូតធ្វើការរៀងថ្នមខ្លួនបន្តិចតែឆ្នាំមមីធ្វើការមិនសូវចេះប្រកាន់ខ្លួនទេហើយឆ្នាំទាំងពីរនេះមានការយោគយល់គ្នាបានល្អណាស់ទី5លុយកាក់ឆ្នាំជូតចាយរិះថាំតែឆ្នាំមមីចាយធំបន្តិចសរុបមកវិញឆ្នាំទាំងពីរនេះបើបានគ្នាជាប្តីប្រពន្ធមានឬក៏ក្រអាស្រ័យទៅលើលោកអ្នកជាអ្នកដាក់ពិន្ទុឲ្យទេហើយការលើកឡើងខាងលើនេះលុះត្រាតែគេយកថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរមកគណនារកមើលទៅដឹងសូមអរគុណ